ថាសម្រាប់កម្រិតណាអានេះទៅឡើងទៅបងប្អូនហើយចូលទៅដល់ក្នុងនិយាយទេបងប្អូនហើយបាទណាសួស្ដីបងប្អូនគ្នាបងតាមកាហេនេះមកលេងឧត្តរមានជ័យបងប្អូនគេហៅឧត្តរមានជ័យតើមិនតែនិយាយពីសម្រាមវិញហើយនឹងកណ្ដុងអីអូមែនច្រើនម្នាក់មានបើសិនជាអាចអ្នកដែលមកលេងហ្នឹងក៏សូមជួយសម្អាតទាំងអស់គ្នាផងបាទនៅអាងសាច់តោនេះអាងភ្នំសាច់តោខាងដល់មានជ័យបើបងប្អូនណាបានមកលេងអីជួយសម្អាតគ្នាផងដើម្បីនៅក្នុងលាងអីសុទ្ធតែកណ្ដុងហើយនឹងថង់សើកន្លែងគេគោរពបូជាតើបងប្អូនណាបានមកលេងជួយសម្អាតគ្នាទៅហើយកន្លែងយើងវាស្អាតហើយដល់ពេលមានជនជាតិគេមកលេងអីចឹងទៅគេប្រសើរកន្លែងយើងអីចឹងហើយដល់ពេលម្នាក់មកលេងគេចោមតែសម្រាមចឹងសួរថាអ្នកភូមិយើងល្អអត់គេមើលមកគេថាมันល្អទេអញ្ចឹងបើសិនជាអាចបងប្អូនអស់គ្នាជួយសម្អាតទាំងអស់គ្នាឬក៏មានមេឃុំអីដែរនៅតំបន់នេះអីក៏សូមជួយណែនាំបងប្អូនយើងផងដល់បងប្អូនបងណាដែលបានមកលេងអញ្ចឹងឲ្យជួយណែនាំសម្អាតផងការខ្ញុំមកពី3ឆ្នាំមុនកន្លែងស្អាតបងប្អូនតែឥឡូវមិននិយាយទេតែក្នុងលាងអីមកតាមផ្លូវមានសម្រាមមានអីចឹងអានេះខនថតឲ្យមើលថាបានថតឲ្យសម្រាមមកទេបងប្អូនអូខេបងប្អូនបើថាវីដេអូនេះមិនដែរកុំភ្លេចឲ្យយោបល់ម្នាក់មួយនៅខមមិនណាមួយខ្ញុំចូលមកឃើញទៅភ្នែកពេកបងប្អូនខ្ញុំអ្នកមកពីចង្អាយដែរខាងប៉ែតមកលេងអញ្ចឹងពីមុននៅឃើញថាស្អាតហើយភាពស្អាតទៅក្នុងគ្នាមកលេងដល់ពេលមកលើកនេះមកសិតតែសម្រាមកដុងដប់ទឹកហើយថង់ស្អីអូនៅគ្នាយកទៅហូបពេលនៅក្នុងអាងហ្នឹងកន្លែងគ្រប់បូជាពេលធ្វើអញ្ចឹងចប់និយាយបងប្អូនអូខេបងប្អូនអរគ្នាបាយខ្ញុំមានតែប៉ុណ្្នេះឯង